Leland តើនរណាជាអ្នកដោះស្រាយវាឯងជាអ្នកដោះស្រាយវាដោយខ្លួនឯងមែនទេតើវាពិបាកមែនទេល្បែងគុំរូបលេខនេះមនុស្សមិនដល់100នាក់ផងនៅលើពិភពលោកដែលអាចដោះស្រាយវាបានហើយកន្លងមកមានតែខ្ញុំម្នាក់គត់ដែលអាចដោះស្រាយវាបានក្នុងរយៈពេលត្រឹមតែ1នាទីណែល្បែងគុំរូបនេះមិនមែនក្មេងនេះជាអ្នកដោះស្រាយឡើយដេញគេចេញទៅថមទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាពភ្លាមស្វែងរកអ្នកដែលបានដោះស្រាយវាឲ្យឃើញសន្យានឹងគេគ្រប់យ៉ាងឲ្យតែគេព្រមចូលរួមក្នុងក្រុមរបស់យើងពេលដែលរកឃើញហើយយើងអាចដេញស្រីម្នាក់នេះចេញបានហើយអាល្ងងប្រសិនបើឯងធ្វើឲ្យខូចការក្នុងការប្រកួតនេះខ្ញុំនឹងដេញឯងចេញមិនបាច់ប្រញាប់ទេចាំមើលថានរណាជាអ្នកធ្វើឲ្យខូចការឲ្យប្រាកដប្រិយមិត្តទស្សនិកជនជាទីមេត្រីកន្លងមកយើងតែងតែចោទសួរថាតើខួរក្បាលដែលឆ្លាតបំផុតនៅលើពិភពលោកស្ថិតនៅទីណានៅក្នុងកម្មវិធីប្រកួតប្រជែងខួរក្បាលកម្រិតពិភពលោកនេះយើងនឹងនាំមកជូនអ្នកនៅវគ្គផ្ដាច់ព្រាត់ដ៏រំភើបបំផុតសូមស្វាគមន៍ក្រុមទាំងពីរដែលឡើងមកដល់វគ្គផ្ដាច់ព្រាត់ចូលរួមប្រកួតព្យាយាមឡើងការប្រកួតដំបូងគេគឺល្បែងរ៉ូពិកកម្រិតខ្ពស់លោកថេតរ៉ូពិកមួយនេះមើលទៅហាក់ដូចជាប្លែកខុសពីធម្មតានេះមិនមែនជារ៉ូពិកធម្មតានោះទេវាជារ៉ូពិកទំហំ 13x13 ដែលជាការប្រកួតប្រជែងដ៏អស្ចារ្យបំផុតវាដូចជាការលេងរ៉ូពិក 3x3 ចំនួន200គ្រាប់ក្នុងពេលតែមួយអញ្ចឹងហើយការផ្លាស់ប្ដូររបស់វាគឺលើសពី10ស្វ័យគុណ 3500 ទៅទៀតនេះមិនមែនជាល្បែងក្មេងលេងនោះទេប៉ុន្តែវាជាការប្រកួតប្រជែងរបស់មនុស្សជាតិឆ្ពោះទៅកាន់ភពនៅរាត្រីនេះយើងនឹងដឹងថាតើមាននរណាអាចយកឈ្នះល្បែងខួរក្បាលដ៏លំបាកបំផុតនេះបានដែរឬទេរបស់ងាយស្រួលបែបនេះសោះក៏ហៅថាកម្មវិធីខួរក្បាលកម្រិតពិភពលោកដែរមែនទេក្នុងការប្រកួតគូបរូបិកកម្រិតខ្ពស់ក្រុមនីមួយមានសមាជិក4នាក់ពួកគេមានពេល15នាទីដើម្បីដោះស្រាយគូបរាល់ពេលដោះស្រាយគូបបានមួយក្រុមនោះនឹងទទួលបាន30ពិន្ទុការប្រកួតចាប់ផ្ដើមជាផ្លូវការមនុស្សមួយចំនួនគួរតែដកខ្លួនចេញឲ្យលឿនទៅកុំឲ្យខ្មាស់គេដល់ក្រុមយើងមិនដឹងជាប្រធានក្រុមជ្រើសរើសមនុស្សគ្មានប្រយោជន៍បែបនេះមកធ្វើអីទេគូប13ជាន់បែបនេះរាល់ពេលបង្វិលម្ដងត្រូវតែកញ្ញាទុកជាមុន100ជំហានតើស្ត្រីម្នាក់នេះអាចធ្វើវាបានពិតមែនទេប្រធានឡុងស៊ូជាមិនស័ក្តិសមចូលរួមការប្រកួតលំដាប់ខ្ពស់បែបនេះតតែសោះហេតុអ្វីបានជាមិនបណ្ដេញនាងចេញស៊ូជាធ្លាប់ជាកីឡាការិនីខ្លាំងបំផុតរបស់ប្រទេសយើងកាលពីមុននាងធ្លាប់ឈ្នះ12ដងជាប់គ្នាលើសពីនេះនាងថែមទាំងដណ្ដើមបានពានរង្វាន់ជើងឯកពិភពលោកលើកដំបូងឲ្យយើងទៀតផងប៉ុន្តែគួរឲ្យស្ដាយក្រោយមកប្តីរបស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍នាងក៏ត្រូវចិញ្ចឹមកូនតែម្នាក់ឯងនាងមិនបានចូលរួមការហ្វឹកហាត់អស់រយៈពេល5ឆ្នាំហើយបើមិនដូច្នោះទេនាងក៏មិនធ្លាក់ចុះសមត្ថភាពខ្លាំងដល់ថ្នាក់នេះដែរមិនបានទេខ្ញុំត្រូវតែជួយស្ត្រីម្នាក់នេះ